ចំណេញលើពីចំណេញបងប្អូនបើសិនជាបងប្អូនទិញផាវបែងនេះយកទៅប្រើប្រាស់ហេតុអីខ្ញុំនិយាយថាចំណេញបងប្អូនទិញផាវបែងគ្រាន់តែសាកអីត្រូវអត់បងប្អូនតែចំពោះផាវបែងនេះបើសិនជាបងប្អូនយកទៅប្រើប្រាស់មុខងាររបស់វាគឺច្រើនមែនតើឥឡូវច្រើនអីគេច្រើនអីកន្លះហ្នឹងមានប្រយោជន៍អីគេឥឡូវសូមណែនាំតិចមើលអញ្ចឹងចាំបងប្អូនណែនាំអំពីមុខងាររបស់ផាវបែងមួយនេះឥឡូវបងប្អូនសូមរៀបរាប់ចំណុចដែលពិសេសជាងគេនោះគឺផាវបែងនេះយើងអាចសាក wireless បានណាបងប្អូនកម្លាំងសាករបស់ផាវបែងនេះគឺយើងអាចសាកបានរហូតដល់15វ៉ាត់បងប្អូន15វ៉ាត់នេះគឺជាកម្លាំងស្តង់ដារមែនតើឲ្យតែ wireless charge សឹងតែទាំងអស់ហើយបងប្អូនហើយគឺ15វ៉ាត់នេះអញ្ចឹងបើសិនជាបងប្អូនយកទៅសាកក៏ពិសេសដែរហើយចំពោះការសាកខ្សែវិញបើសិនជាបងប្អូនអត់ចង់សាក wireless បងប្អូនចង់សាកខ្សែក៏បានដែរគឺយើងអាចសាកបានល្បឿនរហូតដល់22.5វ៉ាត់អញ្ចឹងបងប្អូនប្រកាសជាឆ្ងល់ទេថាសាកខ្សែលឿនជាង wireless ហ្នឹងអញ្ចឹងមិនសាកខ្សែហ្មងទៅអត់ទេបងដោយសារតែករណីវាមានពីរផ្សេងគ្នាដែរករណីទី1ហ្នឹងបើសិនជាបងប្អូនប្រើខ្សែអញ្ចឹងគឺវារៀងវែងរៀងអីអញ្ចឹងណាបើសិនជាករណីថាបងមានយកខ្សែខ្លួនឯងទៀតតែបើសិនជាបងអត់ចង់ប្រើខ្សែខ្លួនឯងបងក៏អាចប្រើខ្សែរបស់ power bank នេះបានដែរខ្សែរបស់វាយើងអាចធ្វើជាបតោងយួរក៏បានបងប្អូនអាចយកទៅសាកក៏បានដែរហើយខ្សែរបស់វាហ្នឹងគឺមាន Type C មួយនិង Lightning មួយអញ្ចឹងបើសិនជាបងប្អូនប្រើប្រាស់ទូរស័ព្ទវាមានពីរប្រភេទដែរវាមាន Android ជាមួយនឹង iOS អញ្ចឹងបើសិនជាបងប្អូនយកទៅប្រើប្រាស់គឺខ្សែនេះអាចសាកបានទាំងពីរបងប្អូនគ្រាន់តែដាក់រុនរបស់គេមកនេះគឺគេមានរុនមកជាមួយអញ្ចឹងបងប្អូនគ្រាន់តែដាក់ចូលមកហ្នឹងហើយហប់ហើយជាប់ទៀតឃើញអត់បងប្អូនអញ្ចឹងបងប្អូនគ្រាន់តែសាកចូលមកចូល Type C ទៅគឺបានហើយទូរស័ព្ទរបស់បង Type C អញ្ចឹងបើសិនជាបងទូរស័ព្ទ Lightning អញ្ចឹងបងគ្រាន់តែដាក់ចូលរុនរបស់គេនេះមកនេះរុនរបស់គេហ្នឹងគឺមាន3ទៀតខ្ញុំភ្លេចបញ្ជាក់មិញហ្នឹងគឺមាន Lightning សម្រាប់ iPhone ដែល14ចុះហើយនឹង Type C ភាគច្រើនគឺ Android ទូទៅហើយក៏មាន Type A ដែរបងប្អូនពីរហ្នឹងគឺវាម្នាក់ម្យ៉ាងត្រង់ថាឥឡូវបើសិនជាបងប្អូនអត់ចង់ប្រើខ្សែទេបងប្អូនចង់សាក wireless នេះគេមាន kickstand ជាមួយមកនេះបងប្អូនដូចបងប្អូនបានឃើញអញ្ចឹងបងប្អូនគ្រាន់តែទាញមកហ្នឹងហើយអញ្ចឹងបងប្អូនដាក់ទូរស័ព្ទពីលើនេះប៉ុចហ្នឹងហើយយើងកុំឲ្យទៅនេះទៅឧទាហរណ៍ងាយដូចជាបងផឹកកាហ្វេឬក៏បងទៅញ៉ាំបាយញ៉ាំអីចឹងទៅបងប្អូនអត់ចង់ថាកាន់ទូរស័ព្ទទេណាគេតែដាក់ទូរស័ព្ទមើលចេះមិនគេដាក់ទូរស័ព្ទប្រឆិតមើលចេះឲ្យត្រូវបងប្អូនអាចមើលពេលកំពុងញ៉ាំបាយក៏បានផឹកកាហ្វេក៏បានយើងមើលការ live ក៏បានឬក៏មើលរឿងអីក៏ដូចគ្នាបងប្អូនអាចមើលបានទាំងអស់ហើយចំណុចពិសេសមួយទៀតហ្នឹងគឺ power bank គឺមានជើង AC plug មកជាមួយបងប្អូនខ្ញុំដាក់ឲ្យបងប្អូនឃើញយើងអាចទាញបិទបើកបានអញ្ចឹងនៅពេលដែលបងប្អូនយកទៅប្រើប្រាស់ក៏អត់មានទើសអីកន្លែងដែលអាចសេសាតាដៃពីរនេះតែយើងអាចបត់ចូលមកគឺរៀបស្មើថេងតែម្ដងហើយ AC plug ហ្នឹងមានប្រយោជន៍អីគេ AC plug នេះគឺអាចចាក់បញ្ចូល power bank ក៏បានករណីថាបងប្អូនអត់ចង់ប្រើខ្សែទេអញ្ចឹងបងប្អូនប្រើនេះមកគ្រាន់ដោតចូលព្រីមកគឺវាសាកចូល power bank ខ្លួនឯងតែម្ដងហើយចំណុចពិសេសមួយទៀតហ្នឹងជើង AC plug នេះអាចធ្វើជាដុំសាកបានទៀតចំនួនដុំសាកបានណាបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនដោតចូលព្រីហ្នឹងហើយដោតដល់នឹងចូលព្រីមកបងប្អូនគ្រាន់តែប្រើខ្សែរបស់គេនោះមកនេះហ្នឹងហើយដោតចឹងមកករណីថាផាបែបនេះអស់ថ្មចុះបងប្អូនគាត់ដោតចូលទៅបងប្អូនអាចប្រើតបានទៀតអញ្ចឹងមានន័យថាវាដើរតួជាដុំសាកបានទៀតអញ្ចឹងបើសិនជាបងប្អូនត្រូវការកម្មបងប្អូនអាចបញ្ជាទិញតាមរយៈវីដេអូមួយនេះឬក៏បងប្អូនអាចឆាតទៅតាម link នៃ caption នៃវីដេអូមួយនេះសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ